តើនឹងមានអ្វីកើតឡើងប្រសិនបើឥណ្ឌានិងបង់ក្លាដេសរួមបញ្ចូលគ្នាជាបឺដេសតែមួយនេះនឹងធ្វើឲ្យញាក់ភ្ញាក់ផ្អើលខ្លាំងមែនទែនរូបរាងភូមិសាស្ត្រពួកគេនឹងពំរីកពីភ្នំហ៊ីម៉ាឡ័យរហូតដល់ឆ្នេរបង្គោល Bay of Bengal ហើយតំបន់ Delta នៃទន្លេ Ganges នឹងក្លាយជាបេះដូងនៃប្រទេសថ្មីនេះសេដ្ឋកិច្ចវិស័យបច្ចេកវិទ្យានិងសេវាកម្មដ៏រីកចម្រើនរបស់ឥណ្ឌាបញ្ចូលជាមួយនឹងការនាំចេញសម្លៀកបំពាក់ដ៏ខ្លាំងនិងសេដ្ឋកិច្ចកំពុងឡើងរបស់បង់ក្លាដេសនាំឲ្យការជាទីផ្សារយ៉ាក់មានប្រជាជនជាង1.7 លាននាក់យោធាកម្លាំងយោធាធំនិងទំនើបរបស់ឥណ្ឌាបញ្ចូលជាមួយឆ្នេរសមុទ្រនិងកំពង់ផែមានយុទ្ធសាស្ត្ររបស់បង់ក្លាដេសនឹងធ្វើឲ្យពួកគេក្លាយជាអំណាចយោធាដែលគ្រប់គ្រងតំបន់ត្បូងអាស៊ីស្រមៃមើលជាប្រទេសមួយមានតន្ត្រីជាតិមួយរូពីយ៉ាបានរួមរូពីតាកាមួយហើយមានទង់ជាតិតែមួយបកកបរាលពីកាស្មៀររហូតដល់កោះ Cox's Bazar អាចហៅវាថាបារតបង់ក្លាស់ឬសហរដ្ឋអាស៊ីខាងត្បូងក៏បានប៉ុន្តែអ្វីមួយដែលច្បាស់គឺប្រសិនបើពួកគេរួមគ្នាពួកគេនឹងក្លាយជាអំណាចមិនអាចទប់ទល់បាន